ឥឡូវនេះវិឈានទៅដល់កម្រិតមួយដែលចរចាគ្នាឥឡូវនេះក្រុមរបស់រុស្ស៊ីនិងក្រុមរបស់អ៊ុយក្រែនអាមេរិក3ក្រុមនឹងកំពុងស្ថិតនៅទីក្រុងរីយ៉ាតនៃប្រទេសអារ៉ាប៊ីសាអូឌីតមក3 4ដូចជា2ថ្ងៃអាទិត្យបើខ្ញុំបានមិនច្រឡំទេហើយរួចហើយបានជួបគ្នាហើយជួបគ្នាដាច់ដោយឡែកដូចជាជួបក្រុមរុស្ស៊ីនឹងដល់ទៅ12ម៉ោងណាទីណាអាមេរិកគឺរបៀបប្រជុំរបស់អាមេរិកអូខេឲ្យមេដៃការរៀបចំអញ្ចឹងមិនបាច់យកមកអង្គុយជុំគ្នាទេមិនបាច់អ៊ុយក្រែននិងរុស្ស៊ីមកអង្គុយនាំតែផ្ទះតុកនាំតែទាញសក់គ្នាទេអញ្ចឹងអាមេរិកជជែកសិនមានអីបានអីមករត់ទៅចូលបន្ទប់របស់អ៊ុយក្រែនរុស្ស៊ីនិយាយអីខ្លះសំណុំពរអីខ្លះចង់បានអីខ្លះទាមទារអីខ្លះទៅនិយាយប្រាប់អ៊ុយក្រែនអស់អ៊ុយក្រែនបានស្ដាប់បកទៅវិញវាចេះមកនិយាយប្រាប់រុស្ស៊ីវិញធ្វើអញ្ចឹងរត់មករត់មកអញ្ចឹងដើម្បីអីដើម្បីកុំឲ្យវាមានប៉ះពាក្យសម្ដីគ្នាប៉ះសតិអារម្មណ៍គ្នានៅពេលជជែកក៏ឡតែលទ្ធផលវាអត់ទាន់បានអីទេអត់ទាន់បានអីទៀតនៅសមរភូមិនឹងនៅតែស្លាប់រាល់ថ្ងៃទៀតហើយក៏យកមិញនេះទៀតបាញ់រុស្ស៊ីបាញ់មកប៉ះចំប្រទេសប្រជាជនអាគារប្រជាជនសាលារៀនមន្ទីរពេទ្យអញ្ចឹងបានគេបាននឹកឃើញប្រិមិត្តខមមិនមកហើយចុះមិនក៏អ៊ុយក្រែនមិនបាញ់ទៅលើប្រជាជនរុស្ស៊ីវិញទៅវាផ្សងសឹកទេណាបាទអានឹងចិត្តរបស់បងប្អូនតែបើយើងគិតឲ្យវាដល់ទៅបើឆ្កែវាខំហើយយើងក៏ទៅខំឆ្កែអានេះតាមអ៊ុយក្រែនវាគិតណាតាមមើលណាបាទឬក៏អ្នកដែលគ្រប់គ្រងខាងរុស្ស៊ីគាត់អាចនិយាយថាអត់សមត្ថភាពតែបើបងប្អូនឆ្លើយទៅវិញវាមិនដែលអត់បាញ់ចូលដល់ទៅ700-800 គីឡូធ្លាយដល់មូស្គូនោះវាមិនដែលអត់តែគ្រាន់ថាវាមិនប៉ះលើបាញ់មិនសំដៅទៅលើផ្ទះប្រជាជនសាលារៀនមន្ទីរពេទ្យដូចខាងរុស្ស៊ីបាញ់មកអ៊ុយក្រែនហើយបាញ់ទៅមានតែរុស្ស៊ីទេបាញ់ច្រើន